សូមជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះរោងកសិកម្មពូណៃសូមធ្វើវីដេអូបង្ហាញអំពីរបៀបធ្វើរោងដាំបន្លែរូបមន្តមួយនេះអាចជួយដោះស្រាយបញ្ហាដល់បងប្អូនប្រជាកសិកម្មដាំបន្លែគ្រប់ប្រភេទទើបខ្ញុំធ្វើវីដេអូមួយនេះដើម្បីលើកទឹកចិត្តដល់បងប្អូនប្រជាកសិករដែលគាត់ដាំបន្លែម្ដងខុសម្ដងត្រូវរហូតមានបងប្អូនយើងមួយចំនួនបោះបង់ចោលការព្យាយាមដោយសារតែការដាំបន្លែរបស់ពួកគាត់មិនបានជោគជ័យសូមបងប្អូនកុំប្រៀបធៀបការដាំបន្លែសម័យនេះជាមួយនឹងការដាំបន្លែបែបប្រពៃណីពីបុរាណដែលដូនតាយើងសម័យមុនកាលពី30-40ឆ្នាំមុនគាត់ដាំបន្លែដែលគ្មានរោងប្រក់ជាម្លប់តាមការយល់ឃើញរបស់ខ្ញុំដូនតារបស់យើងកាលពីសម័យមុនគាត់ដាំបន្លែកើតមានការលូតលាស់ល្អដោយសារតែកត្តាអាកាសធាតុសម័យនោះមានសំណើមនិងសីតុណ្ហភាពត្រជាក់ល្អទើបគាត់ដាំបន្លែបានភោគផលល្អតែបើប្រៀបធៀបមកយើងបច្ចុប្បន្ននេះកត្តាអាកាសធាតុគឺជាបញ្ហាដ៏ចម្បងមួយនៃការកើនឡើងនៃកម្ដៅព្រះអាទិត្យដែលធ្វើឲ្យប៉ះពាល់ដល់ការដាំដំណាំនិងប៉ះពាល់ដល់ការលូតលាស់របស់បន្លែរបស់យើង